ភាពជោគជ័យរបស់មនុស្សម្នាក់មិនមែនជារឿងងាយភាពជោគជ័យរបស់មនុស្សម្នាក់មិនមែនដើររើសបានមកតាមផ្លូវទេជីវិតរបស់យើងម្នាក់ត្រូវបានកំណត់ដោយអង្គហេតុអង្គប្រកបច្រើនយ៉ាងហ្នឹងទី1គឺតាំងពីយើងកើតមកយើងត្រូវមានការអប់រំមានការសិក្សាដ៏ត្រឹមត្រូវហើយមានការធ្វើលំហាត់ប្រាណមានការរស់នៅបែបមនុស្សដែលមានគោលដៅមួយក្នុងជីវិតអញ្ចឹងការរស់នៅដែលមានគោលដៅក្នុងជីវិតមិនមែនជាការចៃដន្យដូចជំរាបទៅហើយហ្នឹងគឺយើងត្រូវមើលថែសុខភាពហើយអ្នកណាអ្នកមើលថែសុខភាពគឺឪពុកម្ដាយញាតិសន្តានឬមួយក៏អាណាព្យាបាលរបស់យើងនឹងជាអ្នកមើលថែសុខភាពយើងបើសិនបើឪពុកម្ដាយឬមួយក៏អ្នកដែលមើលថែយើងតាំងពីតូចមកនេះគាត់ខ្វះចំណេះដឹងគាត់ខ្វះធនធានគាត់ខ្វះសមត្ថភាពគាត់មិនមានអ្វីដែលអាចផ្គត់ផ្គង់ឲ្យយើងបានយើងប្រកាសជាមនុស្សម្នាក់ដែលមិនមានគុណភាពហើយការដែលមិនមានគុណភាពហ្នឹងគឺទី1គឺសុខភាពយើងខ្សោយសុខភាពយើងអន់ទី2គឺអត់មានការពន្យល់អត់មានការណែនាំអីដែលត្រឹមត្រូវអំពីឪពុកម្ដាយរបស់យើងឬមួយក៏អាណាព្យាបាលរបស់យើងអញ្ចឹងធ្វើឲ្យយើងងាយនឹងដើរទៅរកផ្លូវមួយដែលសង្គមគេមិនត្រូវការឲ្យយើងដើរឬមួយដែលជីវិតយើងមិនតម្រូវឲ្យយើងដើរទៅផ្លូវហ្នឹងចឹងណាហើយមួយទៀតកាលណាយើងខ្វះអាហារូបត្ថម្ភយើងក៏មានបញ្ហាមួយគឺការខ្វះអាហារូបត្ថម្ភនឹងឯងហ្នឹងឯងគឺយើងអត់មានអាហារសម្រាប់ចិញ្ចឹមជីវិតឬមួយក៏អាហារសម្រាប់បម្រុងរាងកាយរបស់យើងហ្នឹងឲ្យមានសុខភាពល្អតាំងពីវ័យកុមារឬមួយតាំងពីក្មេងវ័យអញ្ចឹងលោកគ្រូលើកឡើងអំពីជីវិតរបស់មនុស្សយើងម្នាក់មិនមែនជាការងាយនេះដើម្បីឲ្យជាសតិថាយើងត្រូវតែមានគ្រួសារមួយដែលរឹងមាំដែលល្អដែលប្រសើរដែលអាចរស់នៅបាននៅក្នុងសង្គមមួយនេះដោយជឿជាក់បំផុតអញ្ចឹងការដែលយើងមានសង្គមមួយដែលល្អដែលយើងអាចរស់នៅបានយ៉ាងសនុកសុខសប្បាយតាំងពីកើតរហូតដល់យើងស្លាប់នេះតើយើងត្រូវមានកត្តាអីចឹងណាអាណាព្យាបាលរបស់យើងឬមួយក៏អ្នកមើលថែយើងហ្នឹងគាត់ត្រូវមានអង្គប្រកប3ទី1គាត់ត្រូវមានសុខភាពល្អណាជាចម្បងទី2គាត់ត្រូវមានអារម្មណ៍ល្អទី3គឺគាត់ត្រូវមានទ្រព្យល្អការដែលយើងមានសុខភាពល្អយើងមានឱកាសចេញទៅធ្វើអាជីវកម្មយើងមានឱកាសចេញទៅប្រកបធុរកិច្ចអីផ្សេងបានទៅតាមអ្វីដែលយើងចង់ទៅតាមសមត្ថភាពដែលយើងមានតើតើនឹងអារម្មណ៍ល្អកាលណាយើងអារម្មណ៍ល្អវាជាគំរូមួយទៅដល់កូនចៅទៅដល់កុលបុត្រកុលធីតាយើងដែលរស់នៅជាមួយយើងហ្នឹងគេឃើញកូនចៅយើងឃើញថាឪពុកម្ដាយមានអារម្មណ៍ល្អចូលចិត្តការសើចចូលចិត្តការញញឹមនិយាយតែពាក្យវិជ្ជមានគាត់ក៏យក role model ហ្នឹងមកអនុវត្តមកធ្វើតាមហើយនៅពេលដែលគាត់អនុវត្តគាត់ធ្វើតាមទៅធ្វើឲ្យអារម្មណ៍របស់កូនចៅហ្នឹងក៏ល្អទៅតាមឪពុកម្ដាយហ្នឹងដែរហើយមួយទៀតទ្រព្យសម្បត្តិបុគ្គលដែលជោគជ័យគេតែងតែមានទ្រព្យសម្បត្តិហើយនៅពេលដែលគេមានទ្រព្យសម្បត្តិគេបញ្យល់អំពីបញ្ហានៃទ្រព្យបញ្ហានៃការធ្វើអាជីវកម្មឬមួយក៏បញ្ហាដែលកើតអំពីការដែលយើងមិនមានចំណេះដឹងរឿងប្រាក់រឿងលុយចំណេះដឹងហិរញ្ញវត្ថុហ្នឹងអញ្ចឹងមនុស្សដែលគេមានទ្រព្យសម្បត្តិគេតែងតែមានផ្នត់គំនិតមួយឬមួយគេតែងមានចំណេះដឹងមួយតាក់ទងរឿងទ្រព្យរឿងលុយហើយការដែលមានទ្រព្យហ្នឹងវាប្រកបទៅដោយអីទៅដោយអង្គហេតុសំខាន់គឺចំណេះដឹងហើយអ្នកណាអ្នកផ្ដល់ចំណេះដឹងអញ្ចឹងវាវិលមកជុំឪពុកម្ដាយរបស់គាត់ជាអ្នកផ្ដល់ចំណេះដឹងឲ្យគាត់មានចំណេះដឹងគាត់មានទ្រព្យគាត់ចិញ្ចឹមកូនគាត់ចិញ្ចឹមចៅហ្នឹងបានល្អហើយអ្នកណាជាកូនចៅគឺពួកយើងបន្តហ្នឹងគឺបានបន្តគ្នាអញ្ចឹងប៉ុន្តែបើសិនបើយើងបាត់នៅអ្វីដែលលោកគ្រូនិយាយហ្នឹងគឺសុខភាពអារម្មណ៍ហើយនឹងទ្រព្យសម្បត្តិហ្នឹងអញ្ចឹងកូនចៅដែលរស់នៅក្នុងតកូលបែបហ្នឹងនឹងមានផលប៉ះពាល់អីប៉ះពាល់សុខភាពឪពុកម្ដាយជឿទៅរកទ្រព្យឯណាមកចិញ្ចឹមកូនឪពុកម្ដាយអារម្មណ៍មិនល្អជេរបន្តិចបដាសាគ្នាព្រឹកល្ងាចកូនចៅយកគំរូមិនល្អហ្នឹងយកមកអនុវត្តមកធ្វើតាមហើយក៏មានលទ្ធផលមិនល្អបន្តមក
មួយទៀតទ្រព្យសម្បត្តិមានបញ្ហាឪពុកម្ដាយដែលខ្វះចំណេះដឹងហិរញ្ញវត្ថុដែលអត់បានសិក្សាអំពីរឿងលុយរឿងទ្រព្យនេះអញ្ចឹងគាត់អត់មានអីយកទៅបង្រៀនឪពុកម្ដាយបង្រៀនកូនចៅរបស់គាត់ឲ្យជាមនុស្សដែលជោគជ័យឲ្យជាមនុស្សដែលមានចំណេះដឹងហិរញ្ញវត្ថុទេចឹងណាអញ្ចឹងការដែលយើងរៀបចំជីវិតនៅក្នុងហុងស៊ុយទីលីរបស់យើងគឺយើងរៀបចំ3ចំណែកធំហ្នឹងគឺទី1យើងធ្វើម៉េចឲ្យម្ចាស់ផ្ទះមានសុខភាពល្អការដែលមានសុខភាពល្អហ្នឹងគឺมันមានជំងឺដែលធ្ងន់ធ្ងរដូចជាជំងឺមហារីកដូចជាជំងឺខ្សោយកលៀនដូចជាជំងឺប្រកាំងឬមួយក៏ជំងឺឈឺក្បាលបែបស្ថាពរឬមួយក៏ជំងឺអីផ្សេងៗហ្នឹងអញ្ចឹងការដែលយើងមានជំងឺឬមិនមានជំងឺនេះអាស្រ័យទៅតើយើងមានចំណេះដឹងក្នុងការថែរក្សាសុខភាពយើងដែរឬអត់អរោគយាបរមាលាភាភាសាបាលីណាគឺការមិនមានរោគគឺជាលាភដ៏ប្រសើរធ្វើយ៉ាងម៉េចដើម្បីកុំឲ្យមានរោគក៏ប៉ុន្តែបន្តក្បួនពេទ្យគេថាធ្វើម៉េចរស់នៅឲ្យមានអាហារបរិភោគអីត្រឹមត្រូវបរិភោគទៅតាមការណែនាំរបស់ពេទ្យតាមការណែនាំរបស់សុខភាពអីផ្សេងៗហ្នឹងគឺអាចធ្វើឲ្យសុខភាពយើងល្អក៏ប៉ុន្តែនៅក្នុងហុងស៊ុយទីលីក៏មាននិយាយអំពីការរៀបចំសុខភាពដែរការរៀបចំសុខភាពដែលល្អគឺមិនឲ្យមានកើតរោគចង្រៃផ្សេងៗដូចជារោគមហារីកអញ្ចឹងការដែលយើងមានកន្លែងគេងកន្លែងរស់នៅដែលត្រឹមត្រូវគឺយើងត្រូវមើលអាណាមួយអង្គហេតុណាឬមួយក៏ដើមហេតុណាដែលនាំឲ្យយើងកើតរោគមហារីកឬមួយក៏រោគធ្ងន់ធ្ងរផ្លូវសុខភាពហ្នឹងអញ្ចឹងណាទី2គឺផ្លូវអារម្មណ៍អញ្ចឹងយើងឃើញថាគ្រួសារនីមួយៗតែងតែមានបញ្ហាផ្លូវអារម្មណ៍ដោយព្រលឹមឡើងយើងឃើញថាគាត់មានការឆ្លោះប្រកែកទាស់ទែងគ្នាគ្រួសារមិនចុះសម្រុងឪពុកមិននិយាយកូនបានកូនមិនស្ដាប់ឪពុកម្ដាយដូនតាយាយតាយើងដែលនៅក្នុងផ្ទះជាមួយនឹងគាត់ចាស់ហើយគាត់ចេះទៅនេះទៅនោះគាត់ទាស់នេះទាស់នោះធ្វើឲ្យយើងរំខានដល់អារម្មណ៍ហើយក៏ពិបាកក្នុងការរស់នៅជាមួយគ្នាជាដើមហ្នឹងសិតតែមានហេតុនៅក្នុងហុងស៊ុយទីលីទាំងអស់អញ្ចឹងការរៀបចំផ្លូវអារម្មណ៍នេះជារឿងមួយដ៏សំខាន់ដែលធ្វើឲ្យគ្រួសារនឹងត្រជាក់ត្រជុំឬមួយក្តៅក្រហាយគឺការរៀបចំកន្លែងដែលយើងរស់នៅហ្នឹងគេហៅជំរករបស់យើងទីលីហ្នឹងហើយមួយទៀតគឺការរៀបចំផ្នែកទ្រព្យការផ្នែកទ្រព្យយើងម្នាក់យើងតែងតែចេញទៅធ្វើអាជីវកម្មចេញទៅប្រកបអាជីវកម្មនៅកន្លែងផ្សេងដែលតម្រូវឲ្យយើងបានលុយឬមួយថាធ្វើឲ្យយើងបានលុយបានទ្រព្យបានលៀបសក្ការៈចូលមកក្នុងផ្ទះប៉ុន្តែនៅពេលដែលយើងរស់នៅក្នុងផ្ទះមួយដែលមិនត្រឹមត្រូវវាទាញឲ្យយើងទៅរកកន្លែងណាដែលអត់មានលុយហើយបើបានលុយបានទ្រព្យមកហើយក៏វាបងខាតទៅជាបំណុលខ្លះទៅជាការចាយវាយលើសតម្រូវការខ្លះទៅជាការជ្រុះបាត់ចោលលួចចោលឆក់ចោលប្លន់ឬមួយក៏មានការបងខាតទៅលើការខ្ចីបុលដែលលើសហើយត្រូវសងគេច្រើនអីអញ្ចឹងទៅអញ្ចឹងនៅក្នុងហុងស៊ុយទីលីយើងក៏មានរៀបចំអំពីការបញ្ជៀសនៅបំណុលទាំងឡាយតាមរយៈការរៀបចំផ្ទះហ្នឹងឲ្យជៀសផុតអំពីការខ្ចីបុលឬមួយថាធ្វើឲ្យផ្ទះហ្នឹងដឹកដៃយើងទៅរកនៅផលប្រយោជន៍ណាមួយពីកន្លែងណាដែលយើងមិនគិតមិនអាចនឹងគិតថាយើងមានឱកាសទៅដល់បើសិនបើយើងអត់មានអីបើកផ្លូវអញ្ចឹងអ្នកខ្លះគាត់ថាតើគាត់មើលឃើញបានគាត់ជឿប៉ុន្តែហុងស៊ុយទីលីនេះជាហុងស៊ុយមួយវិទ្យាសាស្ត្រក៏ពិតមែនក៏ប៉ុន្តែអ្វីដែលយើងមិនគួរជឿគឺនៅពេលដែលយើងមានផ្ទះហុងស៊ុយទីលីរស់នៅហើយផ្ទះហុងស៊ុយទីលីនឹងរៀបចំចាត់ចែងជីវិតយើងទៅតាមក្បួនទៅតាមអ្វីដែលផ្ទះតម្រូវការដែលយើងរៀបចំផ្ទះយើងចង់បានបន្ទប់ធំចង់បានបន្ទប់តូចចង់បានកន្លែងទលាយចង់បានចក្រានចង់បានកន្លែងអង្គុយលេងកន្លែងទទួលភ្ញៀវអីទៅតាមចិត្តដែលយើងរៀបចំហ្នឹងចង់បានកន្លែងនោះខ្ពស់ចង់បានកន្លែងនេះទាបចង់បានអញ្ចេះចោះទៅតាមយើងចង់ពេលដែលយើងសាងសង់នៅក្នុងក្បួននេះថាពេលដែលយើងសាងសង់គឺផ្ទះហ្នឹងជារបស់យើងដោយសារឲ្យយើងបញ្ជាឲ្យគាត់ទៅអញ្ចេះទៅអញ្ចោះផតទៅនេះប៉ងទៅនោះដបូលអញ្ចាំងបង្អួចបាតផ្ទះបន្ទប់ទឹកបន្ទប់គេងចក្រានបាយយើងបញ្ជាបានទាំងអស់អាហ្នឹងគឺជាអង្គហេតុមួយដែលយើងអាចសម្គាល់ថាផ្ទះនេះគឺជាផ្ទះរបស់យើងក្រោយពេលដែលយើងចូលទៅនៅក្នុងផ្ទះរួចយើងឈប់វាយឈប់ដំឈប់មានការកែច្នៃឲ្យហើយផ្ទះហ្នឹងនឹងទៅជាកម្មសិទ្ធិយើងនឹងទៅជាកម្មសិទ្ធិរបស់ផ្ទះទៅវិញយើងជាកម្មសិទ្ធិរបស់ផ្ទះមានន័យថាប្រសិនបើផ្ទះហ្នឹងយើងសាងសង់បានមកបែបម៉េច
แต่นั้นหนึ่งเตียงจุ่มร้นอ้อยชีวิตរបស់យើងទៅតាមអ្វីដែលផ្ទះនឹងតម្រូវទៅវិញណា